វាតម្លៃភ្នែករបស់យើងនាយកគូកែគឺចាប់ដៃរបស់ខ្ញុំលោកនិយាយបែបនេះមិនទុកមកឲ្យខ្ញុំទេពួកនាងធ្វើបាបប្រពន្ធរបស់ខ្ញុំក៏មិនទុកមកឲ្យខ្ញុំដែរអញ្ចឹងតើបានជាយុគនេះបានចិត្តខ្លាំងដល់ម្លឹងការពិតបានអ្នកប្រកោជាក្នុងមួយឯកសោះគឺជាខ្ញុំដាំឡៃមិនដាច់បងពេលណាទេតែបែរជានាងទៅវិញទេកុំស្វាថាបានសហគ្រាសជានិយាយជួយនាងគិតថាក្រាន់បានមែនទេក៏តែខ្លួនឯងក្រាន់បានឯលោកវិនស៊ីនាងអាចសួរគេទេគាត់មិនដឹងនាងក៏បានដែរអត្តន័យកម្មវិធីយុគនេះគឺជាស្អីទេអត្តន័យនោះគឺសហគ្រាសជានិយាយបានប្រកួតពីហ៊ុនឲ្យសហគ្រាសពួកយើងហើយសហគ្រាសគូរបស់ខ្ញុំមិនអាចប្រៀបស្មើនឹងសហគ្រាសជានិយាយមែនតែសហគ្រាសខ្ញុំមានអនាគតវែងឆ្ងាយលោកគូធ្វើបែបនេះគ្មានអនាគតទេដល់ពេលនោះកុំស្ដាយក្រោយអសោះណាសម្រាប់ខ្ញុំគឺមិនចាំបាច់ដល់ពេលនោះទេពេលនេះខ្ញុំអាចប្រកាសបានថានៅក្នុងយុគនេះអ្នកដែលឈ្នះភាគហ៊ុនធំបំផុតនោះគឺសហគ្រាសគូអូហូនាងគិតថានាងជាស្អីទៅគិតថាសហគ្រាសជានិយាយនៅក្នុងបាតដៃរបស់នាងមែនទេនាយកនេះលោកប៉ាមកហើយគូទីងឈិញនៅកន្លែងយើងឯហ៊ានក្រអើក្រទមផងចង់មកផ្លាញកម្មវិធីមែនទេនាយកនេះខ្ញុំគ្មានចេតនាទេតែខ្ញុំត្រូវការពីអនាគតប្រពន្ធរបស់ខ្ញុំអនាគតប្រពន្ធនាយកគូបើខ្ញុំទីមិនខុសទេគេគឺជាអ្នកអនាម័យដែលក្រុមហ៊ុនរបស់ខ្ញុំបានបណ្ដេញចេញមនុស្សឋានៈទាបបែបនេះលោកនាយកលោកនៅតែលើកដំកើងថាជាប្រពន្ធរបស់លោកទៀតនាយកនេះខ្ញុំចាត់ទុកថាលោកជាព្រឹទ្ធាចារ្យតែបើលោកនៅតែមើលងាយអនាគតប្រពន្ធរបស់ខ្ញុំទៀតក៏មិនទោសថាខ្ញុំមិនទុកមកឲ្យអសោះនិយាយមិនសមគួរគូទីងឈិនឯងថ្ងៃនេះចង់ជន់ក្បាលយើងមែនទេឪពុករបស់ឯងក៏ដូចគ្នាមិនឈ្នះយើងផងឯងសម្អាងអីឯងគិតថាឯងគ្រាន់តែជាក្មេងចំនួនក្រោយចង់សហការជាមួយនឹងក្រុមហ៊ុនជាយាផងមិនខុសទេខ្ញុំគឺសហគ្រាសជាអ្នកកាន់ហ៊ុនធំមិនខុសទេខ្ញុំគឺសហគ្រាសជាអ្នកកាន់ហ៊ុនធំគូទីងឈិញឯងពិតជាមានគំនិតទាបមែនអីបន្តិចក៏ជឿស្រីដែរសម្បាំងថាខ្លួនឯងគឺជានាយកជាយាអីត្រូវជាសមម្ល៉េះនាយកនេះនិយាយស្អីខ្ញុំមិនយល់ទេខ្ញុំមកទីនេះគឺគ្រាន់តែការពារគូដណ្ដឹងខ្ញុំប៉ុណ្ណោះគូធីងឈិនយើងគ្រប់ឯងព្រោះឯងជាអ្នកជំនឿដ៏ពូកែយើងឲ្យតម្លៃឯងខ្ពស់ពេកហើយមនុស្សចេះដូចជាឯងនេះយើងនឹងឈានតើកុំដកឯងដល់ទីបញ្ចប់លោកលើកដំកើងខ្លួនឯងពេកហើយដើមឡើយលោកមិនដែលទុកខ្ញុំក្នុងខ្សែភ្នែកទេគូទីងឈិនយើងទុកមុខឲ្យឯងរហូតមិនចង់ឆ្លោះជាមួយឯងទេបើឯងចាំបាច់ត្រូវអុកឡុកនោះអញ្ចឹងថ្ងៃក្រោយនោះយើងនឹងធ្វើឲ្យឯងរើខ្លួនលេងរួចហើយបាញ់មិញលោកថាខ្ញុំប្រហែលតែលោកវិញរត់តែប្រហែលជាខ្ញុំទៅទេបាញ់ចឹងខ្ញុំប្រាប់ទៅចាស់យុគនេះសំបីតែការរើខ្លួនក៏គ្មានដែរសម្រាប់សហគ្រាសនេះហើយអ្នកដែលឈ្នះគ្រប់គ្នាក្នុងយុគនេះគឺគូធីងឈិនឡើយវ៉ាន់ស៊ីនាងលបំឈប់សម្ដែងទៀតទេបានទេឯងបាច់ទៅទុកតែខ្លួនឯងជាអ្នកកាន់កាប់សហគ្រាសជាយាមិនខុសទេគឺជាខ្ញុំនាងនិយាយតែផ្ដាស់សំបីតែសមាជិកសហគ្រាសជាយាមិនហ៊ានបង្ហាញមុខផងអ្នកយាមឆាប់ចាប់គេយកទៅវាយទៅអ្នកណាហ៊ានប៉ះពាល់គេនោះពួកឯងធ្វើអីសំបីតែម្ចាស់ពួកឯងជាអ្នកណាពួកឯងលេងស្គាល់ហើយនាយកគូលោកម្នាក់ធ្វើជាសត្រូវរបស់នាយកនេះខ្លាចគេឈ្មោះលោកត្រូវអាប់អោនណាបាយសៀតាមពិតនេះគឺជាមនុស្សក្បត់លោកនាយកគូបើលោកនាយកគូចង់បន្តខ្ញុំមកចោលលោកប្រែប្រួលត្រៀបការជាមួយនឹងស្រីបែបនេះបាយសៀខ្ញុំមានកន្លែងណាដែលមិនដូចទេតាំងពីចុងសក់ដល់ចុងជើងនេះគ្មានកន្លែងណាដូចគេទេតាំងពីចុងសក់ដល់ចុងជើងនេះគ្មានកន្លែងណាដូចគេទេលោកប្រកូមកតែចំនួនរបស់លោកត្រូវចាប់ធ្វើសារជាថ្មីហើយខ្ញុំដាក់ទិនលោកគួរតែប្រញាប់នឹងខ្លួនតែនាងចាប់ដៃជាមួយនឹងគេហើយមែនទេអញ្ចឹងតើបានសហគ្រាសគូមានបញ្ហាមែនហើយនាយកគូពេលនេះលោកដឹងហើយតើវាយ៉ាងម៉េចវិញគូទីងឈិនសូម្បីតែមនុស្សក្បែរខ្លួនឯងក៏ក្បត់ឯងដែរឯងមានពាក្យអីចង់និយាយទៀតទេថ្ងៃនេះយើងសូមប្រកាសចាប់ពីថ្ងៃនេះតទៅសហគ្រាសរបស់យើងនឹងក្លាយជាសត្រូវរបស់សហគ្រាសគូយើងនឹងធ្វើឲ្យពួកឯងចាប់ផ្ដើមជាថ្មីចាក់ចេញពីទីក្រុងនេះមានអំណត់ខ្លាំងណាស់អញ្ចឹងលោកច្បាស់ហើយមែនទេថាលោកមានសមត្ថភាពបែបនេះចាប់ពីយុគនេះទៅយើងនឹងសហគ្រាសជានិយាយបានចុះកុងត្រាគ្នារួចរាល់ហើយនាងនិយាយទៅមើលដល់ពេលនោះសហគ្រាសរបស់យើងតើមានអីពិបាកទៀតទៅនាងនិយាយទៅមើលចង់សហការជាមួយខ្ញុំតើមានសួរខាងខ្ញុំដែរទេខ្ញុំពេលនេះអាចខុសទៅរកសមីជីនឲ្យលុបសិទ្ធិរបស់លោកចេញបាននាងបានសម្លេងណាស់យើងមិនជឿនាងទេមិនចេះតែមែនទេឬមួយក៏នាងពិតជាម្ចាស់របស់សហគ្រាសជានិយាយពិតមែនមិនអាចទេគេធ្វើជាអ្នកដាក់ទឹកបោះសម្អាតនៅសហគ្រាសជាច្រើនឆ្នាំហើយមិននឹងអាចខ្លាចជាអគ្គនាយកជាយាបានទេសមីជីនឆាប់ប្រកាសចេញទេសហការជាមួយសហគ្រាសគូគឺគេជាអ្នកឈ្នះនេះសំដែងដូចណាស់ប៉ាត់ខ្លាំងបន្តិចទៀតនឹងដឹងហើយគូធីងឈិនយើងមិនខ្វល់ថាឯងជាកូនចៅព្រំមកពីណាទេតែឯងត្រូវដឹងថាឯងបានធ្វើរឿងនៅយុគនេះនឹងធ្វើឲ្យឯងបង្កើតសត្រូវពេញទីក្រុងនេះមិនខាននាយកសួងមកដល់ហើយនាយកសួងមកដល់ហើយនាយកសួងមកដល់ហើយចាំមើលនាងអត់ដល់ពេលណាទៀតសួស្ដីខ្ញុំនាយកសួងខ្ញុំបាននាងឈានតាយស្វាគមន៍នាយកសួងមកកម្មវិធីយុគនេះមានអ្វីសូមជួយណែនាំខ្ញុំផងមិនហ៊ានទេខ្ញុំមកថ្ងៃនេះ
គឺមកជុំភាគហ៊ុនតម្លៃ1000លានទៅដៃគូសហការថាម៉េចតម្លៃ1000លានសហគ្រាសជាយាតម្លៃរាប់ពាន់លាននេះមកពីនាយកសង្ឃដឹងថាមានមនុស្សមកអុកឡុកដូច្នេះហើយក៏បានរៀបចំជាពិសេសហើយនឹងបានប្រកាសជាសាធារណៈ នីហ្វុងសូមជូនពរឪពុកក្មេង លោកវ៉ាន់ស៊ីរសជាតិដែលត្រូវគេបកអាកាទៅយ៉ាងម៉េចដែរ គូធីងឈិនពេលនេះឯងដឹងហើយមែនទេប៉ះពាល់ខ្ញុំពេលនេះយ៉ាងម៉េចអរគុណគ្រប់គ្នាសូមទោសផងសម្រាប់បញ្ហាថ្ងៃនេះនាយកសុងខ្ញុំគឺជាអគ្គនាយកក្រុមហ៊ុននីងឈៀនតាយពេលនេះពួកយើងអាចចុះកិច្ចសន្យាបានដែរទេ នាងឈិនតាយត្រូវគេដកហូតចេញហើយ តើមានន័យថាយ៉ាងម៉េចក្រែងថ្ងៃនេះជាកម្មវិធីចុះកិច្ចសន្យាមិនអញ្ចឹងទេ អគ្គនាយកយើងបានបដូរកិច្ចសន្យាហើយគឺដោយតដៃគាត់ហើយក៏បានបន្ថែមតម្លៃ1000លាននោះគឺប្រកបទៅឲ្យលោកអគ្គនាយកគូធីងឈិនអគ្គនាយកយើងបានបដូរកិច្ចសន្យាហើយដោយតដៃគាត់ហើយក៏បានបន្ថែមតម្លៃ1000លានគឺប្រកបទៅឲ្យគូធីងឈិនថាម៉េចនាយកសុងលោកអគ្គនាយកលោកមានយកច្រឡំទេដឹងនេះមិនអាចទៅរួចទេនេះជាស្អីដែរទេអគ្គនាយកពួកយើងសម្រេចចិត្តហើយខ្ញុំ ឈប់សិនសុំទោសកូនរបស់ខ្ញុំមិនសូវមានសុជីវធម៌គ្រប់គ្នាសុទ្ធតែដឹងថាកម្មវិធីនៅយប់នេះកូនដៅគឺអ្វីសហគ្រាសចេញធ្វើបែបនេះមិនសមនោះទេ អគ្គនាយកឈិនសហការជាមួយអ្នកណាត្រូវពិចារណាដែរគ្រប់ច្បាប់ទាំងអស់តែគ្រប់យ៉ាងគឺពួកឯងជាអ្នកសាងសហគ្រាសជាយ៉ាងសម្រេចចិត្តចាំបាច់លោកមកវាតម្លៃដែរហី សហគ្រាសខ្ញុំព្រោះតែធ្វើកម្មវិធីមួយនេះចំណាយមិនតិចនោះទេកុំក្រោយបែកជាក្រឡោះសម្ដីទៅវិញ នាយកគូក្រដាស់កុំត្រានៅទីនេះ អរគុណនាយកសុងបើជារបស់សហគ្រាសគូមានអ្នកនាងសុងអញ្ចឹងខ្ញុំទទួលសញ្ញា នេះសយាយដល់ពេលនេះនិយាយថាខ្ញុំនិយាយផ្ដេសផ្ដាស់ទៀតទេអ្នកគឺជាអ្នកសម្អាតនៅសហគ្រាសនេះយ៉ាងច្បាស់ណាស់មួយប្រព្រឹត្តផ្ដេកសោះប្រកាសជាមានមុខមាត់មិនក៏អាចមានអំណាចដល់ម្លឹងទៅ លូវ៉ាន់ស៊ីនាងក៏ហៅអ្នកផ្សេងបានតែក៏ហៅខ្ញុំមិនបានទេ មិនដល់បងគិតថានិយាយគ្នាជាមួយពួកឯងតាមស្រួលប៉ុន្តែពួកឯងចង់គ្នាជាក្រុមមើងងាយគេឯងចាប់ពីថ្ងៃនេះទេសហគ្រាសជាងត្រូវលុបចោលកិច្ចសន្យាជាមួយគ្រួសារនេះទាំងអស់យើងចាំឃើញសហគ្រាសឯងបរាជ័យម្ដងបន្តិចម្ដងបន្តិចលើវ៉ាន់ស៊ីនេះជាស្អីដែរទេចង់ថារំសាយគឺរំសាយអញ្ចឹងហីគេប្រមាថអ្នកនាងលូយើងផងហីប៉ាពួកគេធ្វើបាបខ្ញុំហើយប៉ាមិនរមាត់ទេ នាយកសុងនេះប្រកាសជាមានរឿងការយល់ច្រឡំអីហើយបើគ្មានសហគ្រាសជាជាគ្រប់គ្រងក្រុមហ៊ុនរបស់យើងនឹងបាត់ទ្វារមិនខាន បានអ្នកនាងលូគាត់មានប្រសាសន៍បែបនេះហើយក្រុមហ៊ុនរបស់លោកគឺត្រូវតែបញ្ចប់ត្រឹមហ្នឹង នាយកលូឬមួយក៏ជាអ្នកស្នងវេនរបស់គ្រួសារលូមែន ឋានៈរបស់អ្នកនាងលូមិនទាន់ដល់ថ្នាក់ត្រូវពួកលោកនឹងទៀតទេ 陆婉欣，你到底是谁？ គឺជាមនុស្សដែលលោកមិនអាចនៅមើងងាយតទៅទៀតបានសុំឯងខ្ញុំហត់ហើយនេះពេលនេះបកគលឲ្យនាងចាត់ចែងចាចា នាយកសុង អ្នកយាម បាទ ថ្ងៃនេះអ្នកដែលបានមកចូលរួមយើងគិតបញ្ជីម្ដងម្នាក់ នាយកសុងប្រកាសជាមានការយល់ច្រឡំអីមិនខានទេ មែនហើយនាយកសង្ឃតើមិនឲ្យពួកខ្ញុំម្ដងទៅដល់ទេឱកាសគឺពួកឯងជាអ្នកធ្វើឲ្យរបបទេទទួលលទ្ធផលនេះទេ ដល់ពេលនេះយើងចាប់មែនតើហើយដោយសារតែឯង ប៉ាមិនក៏ប៉ាបន្ទោសខ្ញុំ ឬមួយក៏នាងជាអ្នកបន្តវេនរបស់សហគ្រាសជាជាមែន សៀននីងហ្វុងទៅណា គ្រួសារនាងនេះរលាយហើយឲ្យខ្ញុំនៅធ្វើអីទៀត សៀននីងហ្វុងមនុស្សចង្រៃលោកដូចជាមិនចម្លែកដល់លទ្ធផលថ្ងៃនេះបន្តិចសោះហើយ មិនខ្វល់ថាអូនជាអ្វីទេបងមិនចម្លែកទេ អញ្ចឹងក៏ចម្លែកដែរនេះ គេឈ្មោះមិនសំខាន់ខ្ញុំចង់រៀបការអូនជាមនុស្សរបស់បងវាមិនពាក់ព័ន្ធនឹងគេឈ្មោះនោះទេ មនស្សស្មានថាមនោសញ្ចេតនាលោកគូជ្រាវជ្រៅបាត់ កូនប្រុសដើមទ្រូង5ហាបងប្រុសលះបងគ្រប់យ៉ាងវ៉ាន់ស៊ីតើឱកាសបងម្ដងទៅបងសុំទោស យកដៃកម្រួលនេះចេញទៅ វ៉ាន់ស៊ីបងមិនបានស្រឡាញ់នឹងសៀវយ៉ាវទេស្រីម្នាក់ហ្នឹងអូទីនបងពិតជាមានចិត្តស្មោះត្រង់នឹងអូនមែន សៀននីងហ្វុងបើសិនជាលោកនៅជាមួយនាងសាយ៉ាខ្ញុំនៅទុកលោកជាមនុស្សប្រុសប៉ុន្តែមើលលោកពេលនេះចាស់មិនយល់ថាខ្លួនឯងគួរឲ្យខ្ពឹងទេ វ៉ាន់ស៊ីអូនតើឱកាសឲ្យបងមកលើកទៀតទៅឲ្យបងធ្វើអីក៏បានដែរ ធ្វើអីក៏បានមែនទេ មែន អញ្ចឹងល្អណាស់បានអញ្ចឹងឆាប់ចេញទៅឲ្យបាត់សំហាពីមុខខ្ញុំឥឡូវនេះទេ វ៉ាន់ស៊ីពួកយើងនៅជាមួយគ្នា3ឆ្នាំហើយអូនមិនគួរធ្វើបែបនេះដាក់បង លោក ទេ នៅរំលឹកពេល3ឆ្នាំមុនទៀតក្រោយលោកពេលនេះសម្លឹងមើលតែឋានៈខ្ញុំទេតែខ្ញុំមានឋានៈបែបនេះហើយលោកសាកសមនឹងខ្ញុំដែរទេ បង សៀនលីហ្វុងចាំទុកនេះចិត្តក្រៅកុំឲ្យដូចឆ្កែដែលមើងងាយគេតាយេ ឈប់សិនលោកស្ដាប់ឲ្យច្បាស់អ្នកនាងលូជាអនាគតប្រពន្ធរបស់ខ្ញុំហើយបើមានកំណត់អីផ្សេងយើងប្រកាន់យើងនឹងឯងបាត់ចេញពីទីក្រុងនេះសម្ដីឯងពិតជាធ្លុំមែនឯងសាកលោមើលទៅឯងសាកនិយាយម្ដងទៀតទៅមើលយើងនឹងធ្វើឲ្យឯងដឹង ថ្ងៃនេះលោកសង្ហាខ្លាំងណាស់ អូនចាត់ការមនុស្សថោកទាបនោះបានល្អមែនបងអរគុណអូនហើយ នេះគឺអ្វីដែលលោកទទួលបានសហគ្រាសនេះដើមឡើយគឺគ្មានសិទ្ធិមកដណ្ដើមទេ
ខ្ញុំយល់ថាមានតបចំនួននេះហើយសហគ្រាសគួរតែអាចដោះស្រាយបញ្ហាពេលមានអាសន្ន គុណរបស់អូនតើបងគួរតបស្នងយ៉ាងម៉េច ខ្ញុំជឿជាក់លើសមត្ថភាពរបស់លោកប្រកាសជាអាចធ្វើចំណេញបានទ្វេដងមែនទេ មែនហើយបងមិនឲ្យអូនអស់សង្ឃឹមទេបានហើយឈប់និយាយរឿងការងារទៅនិយាយរឿងពួកយើងវិញម្ដង រឿងពួកយើង បងនិយាយហើយត្រកូលគូបងនឹងចូលសួរអូនដំណើរការរឿង